និយាយការពីថ្ងៃប្រហ័សទី29ខែឧសភាថាគ្មានមន្ត្រីការពារជាតិកម្ពុជារបស់ចិននឹងចូលរួមកិច្ចប្រជុំកម្ពុជាថ្នាក់តំបន់ដ៏សំខាន់មួយនៅក្នុងប្រទេសសិង្ហបុរីក្នុងសប្តាហ៍នេះទេបើទោះបីជាភាពតានតឹងកំពុងបន្តជាមួយសហរដ្ឋអាមេរិកក៏ដោយចំពោះកិច្ចសន្ទនាសង្គ្រីឡាដែលជាវេទិកាការពារអន្តរជាតិកម្ពុជារបស់អាស៊ីចាប់ផ្ដើមនៅថ្ងៃសុក្រនេះហើយកិច្ចប្រជុំនេះបានផ្ដល់ឱកាសជាប្រវត្តិសាស្ត្រដ៏កម្រសម្រាប់មន្ត្រីជាន់ខ្ពស់នៅក្នុងការជួបពិភាក្សាទល់មុខគ្នាពីការងារសន្តិសុខទ្វីបអាស៊ីនិងសកលលោកភាគីអាមេរិកមានការចូលរួមដោយរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Pat Hegseth នៅឆ្នាំនេះផងដែរក្រសួងការពារជាតិរបស់ទីក្រុងប៉េកាំងបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃប្រហ័សនេះថាលោកដុងជុនរដ្ឋមន្ត្រីការពារជាតិនឹងមិនចូលរួមនោះទេខាងសាកលវិទ្យាល័យការពារជាតិរបស់កងទ័ពរំដោះប្រជាជនចិនក៏បានបញ្ជូនគណៈប្រតិភូទៅចូលរួមវេទិកានេះផងដែរនេះបើតាមអ្នកនាំពាក្យក្រសួងលោក Zhang Shaogang បានបញ្ជាក់លោកបានមានប្រសាសន៍ថាគណៈប្រតិភូនឹងមានការផ្លាស់ប្ដូរកិច្ចសន្ទនាស៊ីជម្រៅជាមួយនឹងភាគីផ្សេងៗគ្នាដើម្បីកសាងនូវសន្តិសុខនិងការឯកភាពគ្នាបន្ថែមទៀតយ៉ាងណាមិញលោកសាងមិនបាននិយាយថាហេតុអ្វីបានជារដ្ឋមន្ត្រីការពារជាតិចិនលោកដុងមិនបានចូលរួមនោះទេអវត្តមានរបស់លោកដុងកើតឡើងបន្ទាប់ពីមានរបាយការណ៍កាលពីឆ្នាំមុនថាលោកត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការស៊ើបអង្កេតពីបទពុករលួយនៅអ្វីដែលអាជ្ញាធរចិនមិនបានបញ្ជាក់ប្រសិនបើជាការពិតលោកដុងនឹងក្លាយទៅជារដ្ឋមន្ត្រីការពារជាតិចិនទី3ជាប់គ្នាដែលស្ថិតនៅក្រោមការស៊ើបអង្កេតអំពើពុករលួយបន្ទាប់ពីការដកតំណែងមុនរបស់លោកលីសាំងហ្វូនិងលោកវ៉ៃហ្វេងហ៊ីសូមបញ្ជាក់ថាកាលពីឆ្នាំមុនប្រទេសចិនបានបញ្ជូនរដ្ឋមន្ត្រីការពារជាតិរបស់ខ្លួនទៅចូលរួមប្រជុំកំពូលដោយជួបជាមួយនឹងរដ្ឋមន្ត្រីការពារជាតិមន្ត្រីជាន់ខ្ពស់យោធានិងសន្តិសុខនិងអ្នកការទូតមកពីជុំវិញសកលលោក